ជំរាបសួរដល់លោកគ្រូមុំសេរីនិងសួស្តីមករួមថ្នាក់ទាំងអស់គ្នានាងខ្ញុំឈ្មោះសាស្រាលីជាសិស្សថ្នាក់ទី 12B ថ្ងៃនេះនាងខ្ញុំមកសង្ខេបរឿងរាមកេរ្តិ៍ខ្សែទី 80 ដែលតពីខ្សែទី 79 រាជកុមារទាំងពីរបានសូមអង្វរព្រះមេដាឲ្យត្រឡប់ទៅនគរវិញតាមការបញ្ជារបស់បិតាប៉ុន្តែព្រះនាងសីតាបានបដិសេធហើយថាទាល់តែព្រះរាមសកតទើបតែថ្វាយបង្គំសពតែម្ដងរាជកុមារទាំងពីរបានសុំថ្វាយភិលៀងឲ្យនៅបម្រើព្រះនាងតទៅទៀតប៉ុន្តែព្រះនាងបានបដិសេធដោយលើកហេតុផលថាទ្រង់បានរស់នៅម្នាក់ឯងអស់រយៈពេល10ឆ្នាំមកហើយរាជកុមារទាំងពីរដោយនឹកអាណិតដល់មេដាផងនិងបិតាផងក៏សោយសោករហូតសន្លប់បាត់ស្មារតីព្រះនាងសីតាបានលួងលោមបុត្ររហូតព្រមត្រឡប់មកនគរវិញដោយដឹងថាព្រះនាងសីតាព្រមមកនគរវិញលុះត្រាតែព្រះរាមសកតទើបព្រះរាមហៅអនុជនិងសេនាចំណិតមកជំនុំការហនុមានបាននិមិត្តកោដ្ឋមាសដ៏ធំមួយពួកស្នំចំណិតបានរៀបចំធ្វើជាយំយែករាជកុមារត្រូវគេនាំទៅឆ្ងាយកិច្ចការក្នុងនគរដំណើរការធម្មតាព្រះរាមបានដើរលបទៅក្បែរកោដ្ឋមាសនោះហនុមានបានទៅទូលនាងសីតាដោយកុហកថាក្រោយព្រះរាមជួបព្រះនាងក៏កើតទុក្ខអត់បែររហូតស្គមខ្លួនដោយដឹងថាព្រះនាងបានដាច់អាល័យព្រះអង្គក៏សោយសោករហូតសកត់សីតាឮដូច្នេះក៏សោយសោករហូតសន្លប់បាត់ស្មារតីឥសីបន្តហើយបង្ខំឲ្យព្រះនាងត្រឡប់ទៅនគរវិញពួកស្នំទាំងឡាយកាលដែលបានឃើញព្រះនាងស្គមខុសធម្មតាក៏យំអាណិតព្រះនាងនាងសីតានឹកស្មានថាស្នំទាំងនោះយំកំដរសពព្រះរាមក៏ក្តុកក្តួលអួលក្នុងចិត្តហើយគក់ទ្រូងននាលរហូតដល់សន្លប់បាត់ស្មារតីជាឱកាសល្អព្រះរាមក៏បានចេញពីទីកំបាំងមកចាប់ត្រកង3ក្រោយព្រះនាងសីតាដឹងខ្លួនវិញក៏បន្ទោសព្រះរាមថាជាក្សត្រឥតខ្មាស់ហើយក៏បានរត់ចេញពីព្រះរាមបាត់ទៅព្រះរាមក៏បានដេញចាប់ព្រះនាងពេញព្រះមេរុតែពុំបានក៏ស្រែកហៅហនុមានហើយនិងព្រះអនុជឲ្យមកជួយចាប់ព្រះនាងនាងសីតាបានឧទ្ទិសឲ្យពាក្យសត្វរបស់ខ្លួនជួយពេលនោះព្រះធរណីក៏បានបើកនាំផ្លូវព្រះនាងចូលទៅឋានភុជង្គនាគស្ដេចភុជង្គនាគព្រះភិរុននិងមហេសីរតនាទេវីក៏បានយកព្រះនាងទៅតម្កល់ទុកដូចជាព្រះមេដាព្រះរាមបានឲ្យហនុមានទៅស៊ើបរកនាងសីតានៅឋានភុជង្គនាគនាងសីតាបានចែកគំរូគំរើយហើយបណ្ដេញហនុមានឲ្យត្រឡប់មកវិញព្រះរាមតូលតម្រេះពេកក៏សរសេរអក្ខរាភ្ជាប់នឹងមុខសហើយថ្លែងទៅនាងសីតានៅឋានបាតាននៅក្នុងខ្សែទី 80 នេះមានតួអង្គព្រះរាមនាងសីតារាមលក្ខជប់លក្ខអនុជរបស់ព្រះរាមហនុមានសេនាចំណិតស្នំចំណិតឥសីស្ដេចភុជង្គនាគឈ្មោះព្រះភិរុននិងមហេសីរបស់ស្ដេចភុជង្គនាគឈ្មោះរតនាទេវីជាចុងបញ្ចប់នាងខ្ញុំសូមគោរពអរគុណដល់លោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាដែលបានយកចិត្តទុកដាក់នៅការសង្ខេបរបស់នាងខ្ញុំ